សល់រដ្ឋាភិបាលយើងមិនយកចិត្តទុកដាក់បែរទៅប្រងើយកន្តើយបែរទៅបើកដៃបើកផ្លូវឲ្យយួនចូលមកក្នុងទឹកដីខ្មែរហើយបែរទៅចាប់ប្រជារាស្ត្រខ្មែរដែលលោកត្អូញត្អែពីការបាត់បង់ដីស្រែដោយយួនចូលមកលេបទឹកដីខ្មែរនេះមិនការពារខ្មែរគ្នាឯងទៅធ្វើបាបខ្មែរគ្នាឯងចាប់អ្នកស្រែដាក់គុកអ្នកស្រុកដូចជានៅខេត្តស្វាយរៀងឲ្យយួនយកដីពួកគាត់ហើយចាប់ពួកគាត់ដាក់គុកទៀតតើទង្វើបែបនេះវាសំរុំទេវាថ្លៃថ្នូរទេវាស្របទៅនឹងឧត្តមគតិសាសជាតិទេខ្ញុំយល់ឃើញថាយើងមានសំណាងមិនល្អទេក្នុងរឿងនេះទោះតែខ្មែរយើងទោះជារដ្ឋាភិបាលទៅងើយកន្តើយយ៉ាងណាក៏ដោយតែខ្មែរយើងដែលស្រឡាញ់ជាតិគួរណាស់តែរួបរวมគ្នាការពារទឹកដីមាតុភូមិយើងទាំងអស់គ្នាឲ្យបានគង់វង្សការពារដីស្រែដីចម្ការរបស់ប្រជារាស្ត្រខ្មែរដែលរស់នៅតាមដងព្រំប្រទល់ដែននោះឲ្យបានគង់វង្សផងដែរពីព្រោះដីស្រែរបស់គាត់គឺជាទឹកដីរបស់ខ្មែរទាំងអស់គ្នាបាទនេះគឺជាការចាក់ផ្សាយឡើងវិញរបស់កម្មវិធីពន្លឺភ្លើងទៀនសូមអរគុណលោកប្រធានបាទដោយសារតែកន្លងមកលោកប្រធានសំរងស៊ីបានការពីបរណភាពទឹកដីហើយតុលាការបែរជាដាក់ទោសទណ្ឌទៅវិញខ្ញុំចង់សួរលោកប្រធានថាកាលពីប្រហែលថ្ងៃមុននេះតុលាការក៏ដូចជារដ្ឋាភិបាលកម្ពុជាមានគម្រោងថានឹងមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលបារាំងធ្វើបច្ចុប្បន្ននាំលោកប្រធានមកប្រទេសកម្ពុជាវិញតើលោកអត្ថាធិប្បាយចំពោះបែបណាដែរចំពោះចំណាត់ការរបស់រដ្ឋាភិបាលនេះបាទប៉ុន្តែមុននឹងប្រកល់សំណួរសូមទទួលទូរស័ព្ទបងប្អូនមិនស្ដាប់យើងមួយរូបសិនបាទអាឡូជំរាបសួរបាទជំរាបសួរលោកគ្រូវាសនាបាទលោកអញ្ជើញមកពីខាងណាបាទខ្ញុំស្វ័យចម្រើនពីខាងកុំព្យូទ័របាទអរគុណលោកស្វ័យចម្រើនថ្ងៃនេះប្រធានបទរបស់យើងលោកបានជ្រាបហើយសូមអញ្ជើញសួរលោកប្រធានដោយត្រង់តែម្ដងបាទសូមអញ្ជើញជាបឋមខ្ញុំសូមធ្វើការគោរពដល់លោកប្រធានសំរងស៊ីជាទីគោរពដ៏ខ្ពង់ខ្ពស់អំពីចំណាក់ខ្ញុំចម្រើនកំពង់ស្ពឺផងបាទអរគុណលោកជាអ្នកកតកាដោយសារពេលវេលាខ្លីខ្ញុំបាទសូមសួរសំណួរទៅលោកប្រធានដូចតទៅនេះបាទសំណួរទី1ខ្ញុំចង់សួរថាតើប្រទេសកម្ពុជាមានព្រំប្រទល់ជាមួយប្រទេសយួនប៉ុន្មានគីឡូម៉ែត្របាទនេះជាសំណួរទី1បើរូបខ្ញុំបានដឹងថាបង្គោលមានចំនួន370បង្គោលជាងឯណោះខ្ញុំសូមសួរទៅលោកប្រធានថាតើបង្គោលកន្លែងណាខ្លះដែលបានបោះចូលមកខ្លាំងជាងគេនៅក្នុងទឹកដីប្រជាណាចក្រកម្ពុជារបស់យើងបាទនេះជាសំណួរទី2សំណួរទី3ខ្ញុំសូមសួរទៅលោកប្រធានថាតើគណៈកម្មការរបស់រដ្ឋាភិបាលសពថ្ងៃនេះដែលដឹកនាំដោយមនុស្សម្នាក់នោះថាតើគណៈកម្មការនេះអាចទទួលយកបានទេព្រោះសពថ្ងៃខ្ញុំស្ដាប់ទៅគណៈកម្មការនេះដូចគ្មានបម្រើផលប្រយោជន៍ជាប្រជាពលរដ្ឋតែសោះឬមួយគណៈកម្មការនេះបម្រើផលប្រយោជន៍ឲ្យបរទេសព្រោះខ្ញុំស្ដាប់ទៅថ្មីនេះដូចជានៅខេត្តតាកែវគាត់បាននិយាយថាការបោះបង្គោលព្រំដែនមិនមែនបោះនៅលើដីស្រែប្រជាពលរដ្ឋទេបោះនៅលើដីស្មៅខ្ញុំសូមសួរថាតើដីណាដែលវាមិនដុះស្មៅបើមិនឲ្យប្រជាពលរដ្ឋធ្វើវាមិនដុះស្មៅដូច្នេះខ្ញុំសូមសួរទៅលោកធានថាតើគណៈកម្មការនេះជាគណៈកម្មការបម្រើឲ្យប្រជារាស្ត្រខ្មែរឬក៏គណៈកម្មការបម្រើឲ្យបរទេសបាទនេះជាសំណួរទី3របស់ខ្ញុំហើយចុងបញ្ចប់នេះខ្ញុំរូបខ្ញុំស្វ័យចម្រើនស្នើសុំឲ្យអ្នកតំណាងរាស្ត្ររបស់គណៈបកសំរងស៊ីទាំងអស់ខិតខំធ្វើយ៉ាងណារិះរកវិធីសាស្ត្រចូលឲ្យដល់កន្លែងបង្គោលឆ្លៀនពៀនរបស់យួនដែលមកលើទឹកដីខ្មែរនោះតែម្ដងហើយថ្ងៃនេះរូបខ្ញុំស្វ័យចម្រើនសូមអំពាវនាវដល់បងប្អូនអ្នកស្នេហាជាតិជនរួមជាតិអ្នកប្រជាធិបតេយ្យទាំងអស់រួបរวมគ្នាចូលជាមួយគណៈបកសំរងស៊ីដើម្បីការពារបូរណភាពទឹកដីរបស់យើងដែលមានលោកប្រធានសំរងស៊ីជាកលបុត្រអ្នកស្នេហាជាតិហ៊ានការពារបូរណភាពទឹកដីដែលបានដឹកនាំប្រជាពលរដ្ឋទៅមើលបង្គោលព្រំដែនរបស់យើងហើយឯងតែត្រូវបានអ្នកមានអំណាចរារាំងដូចជានៅខេត្តតាកែវដូច្នេះខ្ញុំសូមជាចុងបញ្ចប់នេះខ្ញុំសូមជូនពរលោកប្រធានធ្វើយ៉ាងណាឲ្យលោកប្រធានបានវិលត្រឡប់មកស្រុកខ្មែរវិញ
បាទពីសំណាក់ខ្ញុំចម្រើនសូមជម្រាបលាសូមអរ បាទ គុណ សូមអរគុណលោកចម្រើនមកពីខេត្តកំពង់ស្ពឺបាទសូមទទួលទូរស័ព្ទមួយខ្សែទៀតបាទមិនបកគលសំណួរទៅលោកប្រធានបាទអាឡូជំរាបសួរបាទ លោកបាទជំរាបសួរបាទ បាទជំរាបសួរលោកជាពីខាងណា បាទខ្ញុំពីក្រុងភ្នំពេញសវណ្ណក្រុងភ្នំពេញបាទ អរគុណលោកសវណ្ណពីក្រុងភ្នំពេញ បាទសូមជំរាបសួរឲ្យដំសំស៊ីផងដែរបាទបាទតើសូមលោកប្រធានបងខ្ញុំសូមមានមតិយោបល់បន្តិចគឺតើតួងទៅភូមិរ៉ែនប្រទេសកម្ពុជាយើងខ្ញុំមានអារម្មណ៍ថាដូចជាខ្មាស់ដល់ប្រទេសយួនដែលមេដឹកនាំយើងខំពុតគង់ខំបំពេញកន្លែងចិត្តរបស់យួនកាត់ដីឲ្យគេហើយចាប់កន្លែងឯងយួនទៅយួនប្រើមកឲ្យបង្ក្រាបខ្មែរគ្នាឯងមកខ្ញុំថាដូចជាខ្មាស់យួនទាំងហ្នឹងទាំងនេះកាត់ដីឲ្យទេហើយបាយយួនប្រើខ្មែរឯងមកបង្ក្រាបខ្មែរគ្នាឯងអញ្ចឹងខ្ញុំសូមសំណពរដល់ឯកឧត្តមថាប៉ុណ្ណេះថាឲ្យសូមឯកឧត្តមនឹងធ្វើសំណពរឬសំណើទៅអង្គការសហជីវជាតិដើម្បីឲ្យអង្គការសហជីវជាតិនឹងមកវាស់វែងព្រំដែនកម្ពុជាជាពិសេសគឺស្ទីកន្លាដែលមានទំហំ 181,035 គីឡូម៉ែត្រការ៉េសូមឲ្យវាស់ឲ្យបានពិតប្រាកដថាដីខ្មែរតបថ្ងៃនៅទំហំប៉ុណ្ណឹងអត់ណាបើមិនជាវាស់ទៅវាថាវាទំហំប៉ុណ្ណឹងវិញបើថាប្រជាពលរដ្ឋខ្មែរអស់ចិត្តបាទសូមអរគុណជំរាបលាដល់ឯកឧត្តមបាទសូមអរគុណណាលោកសវណ្ណដែលបានអញ្ជើញចូលរួមបាទសូមទទួលទូរស័ព្ទមួយខ្សែទៀតបាទអាឡូជំរាបសួរបាទបាទជំរាបសួរ សូមជម្រាបសួរលោកព្រំស្នាខ្ញុំបាទសំណាងទូរស័ព្ទពីភ្នំពេញសូមគោរពឯកឧត្តមប្រធានសំរងស៊ីបាទ បាទសូមអរគុណណាលោកសំណាងសូមលោកលើកជាសំណួរ បាទខ្ញុំសូមសួរសំណួរទៅឯកឧត្តមសំរងស៊ីឯកឧត្តមសំរងស៊ីមានប្រសាសន៍ថាលោកតស៊ូដោយសន្តិវិធីមិនចុះបើសិនជាឯកឧត្តមតស៊ូដោយសន្តិវិធីហេតុអ្វីបានឯកឧត្តមទៅដកតម្រុយបកគោព្រំដែនទៅកវត្តចោលហេតុអីក៏មិនដកយកទៅប្តឹងនៅអង្គការសហជីវជាតិឬក៏ប្តឹងនៅទីក្រុងហាណូយតែម្ដងហើយឯកឧត្តមដកហើយឯកឧត្តមរត់ចោលសភាពការហើយបាទសូមអរគុណលោកសំណាងដែលបានលើកជាសំណួរខ្ញុំបាទខ្ញុំមិនអនុញ្ញាតឲ្យលោកសំណាងបញ្ចេញមតិទេដោយសារលោកបានលើកជាសំណួរហើយដូច្នេះខ្ញុំសូមបកគលសំណួរទៅលោកប្រធានសំរងស៊ីតែម្ដងបាទសូមអញ្ជើញលោកប្រធានបាទ បាទឆ្លើយតបទៅនឹងលោកចម្រើននៅខេត្តកំពង់ស្ពឺសូមបញ្ជាក់ថាព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមមានប្រវែង 1,270 គីឡូម៉ែត្រហើយបង្គោលដែលគេបានបោះកំពុងតែបោះហើយមានគម្រោងបោះគឺមានចំនួនដោយលោកចម្រើនបានលើកឡើងបាញ់មិញប្រមាណ370ដើម370បង្គោល ឥឡូវសួរថាមានបង្គោលប៉ុន្មានដែលយើងឃើញថាវារំកិលចូលមកក្នុងទឹកដីខ្មែរយើងបានទៅត្រួតពិនិត្យបង្គោលតែ 4-10 ទេខ្លួនខ្ញុំបានទៅខេត្តស្វាយរៀងនៅស្រុកចន្ទ្រាបង្គោលលេខ 185 186 187 ឃើញថាខុសទាំងអស់បោះខុសទាំងអស់បោះចូលក្នុងទឹកដីខ្មែរទាំងអស់ ថ្មីនេះមានព័ត៌មានពីខេត្តតាកែវនៅស្រុកបុរីជលសាមានបង្គោលលេខ 270 ប៉ុណ្ណឹងដែរប្រជាពលរដ្ឋខ្មែរកសិករត្អូញត្អែអំពីការបោះបង្គោលគេហៅថាដំរីបង្គោលព្រំដែនអីបណ្ដោះអាសន្ននេះគឺថានឹងគេកំពុងតែខាត់ចូលមកហើយប៉ះចូលក្នុងទឹកដីខ្មែរទៀតហើយចុងក្រោយនៅខេត្តកំពង់ចាមនៅស្រុកពញាក្រែក បង្គោលលេខ 185 186 187 188 គឺខាត់មកចូលក្នុងទឹកដីខ្មែរទៀតកសិករខ្មែរគឺត្អូញត្អែយំស្រែកទាំងអស់គ្នាថាយួនឈានពានមែនទែនហើយរដ្ឋអំណាចខ្មែរយើងនឹងគឺអោបដៃបណ្ដោយឲ្យយួនយកទឹកដីខ្មែរតាមតែអំពើចិត្តរបស់បរទេសឈានពានអញ្ចឹងយើងបានប្រៀបធៀបយើងបានទៅត្រួតពិនិត្យឃើញថាបង្គោល ដែលទើបតែបោះថ្មីដែលយើងមានឱកាសទៅមើលខ្លួនឯងទៅមើលទីតាំងច្បាស់លាស់នោះឃើញថាវាបោះខុសគឺឈ្លានពានចូលក្នុងទឹកដីខ្មែរយើងអាចសន្និដ្ឋានថាអាបង្គោលជាង 300 បង្គោលនោះខុសទាំងអស់បើយើងចៃដន្យយើងចាប់បាន 4-10 ករណីហើយឃើញអា 4-10 ករណីដែលយើងពិនិត្យដោយចៃដន្យឃើញវាខុសទាំងអស់ អញ្ចឹងយើងអាចសន្និដ្ឋានថាបង្គោលទាំងអស់ប្រមាណ 100 300 សល់ 300 បង្គោលជាងហ្នឹងគឺច្បាស់ជាខុសទាំងអស់ដូចគ្នាអញ្ចឹងដែរនឹងដែលធ្វើឲ្យយួនឥឡូវនេះកំពុងតែក្រពុលមុខយួនវាខឹងខ្ញុំណាវាថាខ្ញុំនឹងទៅវេចមុខវាដែលវាមកប្លន់ទឹកដីខ្មែរខ្ញុំយល់ឃើញថានេះជាកតបកិច្ចរបស់កូនខ្មែររបស់អ្នកស្នេហាជាតិដែលយើងត្រូវតែចាប់អារម្មណ៍ត្រូវតែឈឺចាប់ ត្រូវតែការពារ
ទឹកដីយើងដែលគេកំពុងតែរំលោភ